ទំនួលសួរថាហេតុអ្វីបានជាខ្មែរក្រហមមិនធ្វើឃាត់ព្រះអង្គនៅក្នុងឆ្នាំ1977នោះក៏ព្រោះតែលោកជូអិនឡាយមេដឹកនាំចិនបានធ្វើអន្តរាគមន៍ដែលសូមឲ្យខ្មែរក្រហមកុំធ្វើឃាត់ព្រះអង្គ Amarus did not actually execute him. បានលោកអាចបំភ្លឺបានទេថាតើលោកយូអេនឡាយបានដឹងដោយរបៀបណា I'm not sure. ខ្ញុំក៏មិនបានតាំងច្បាស់ដែររឿងនេះ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ1975នៅថ្ងៃទី2មេសាឆ្នាំ1976ខ្មែរក្រហមសុកចិត្តទទួលការលាលែងពីមុខតំណែងរបស់សម្ដេចនរោត្តមសីហនុចំណែកឯខៀវសំផនត្រូវបានតែងតាំងជាប្រធានគណៈប្រធានរដ្ឋបន្ទាប់ពីព្រឹត្តិការណ៍នេះសម្ដេចនរោត្តមសីហនុត្រូវបានយកទៅដាក់ឃុំទុកនៅក្នុងព្រះបរមរាជវាំងនៅពេលនោះមេដឹកនាំខ្មែរក្រហមប៉ុលពតមានគម្រោងធ្វើកូដសម្ដេចនរោត្តមសីហនុដើម្បីបំបត្តិអធិបុលនយោបាយចាស់ប៉ុន្តែគម្រោងនេះត្រូវបានបញ្ឈប់ដោយមនុស្សម្នាក់នោះគឺលោកជូអិនឡាយដែលជានាយករដ្ឋមន្ត្រីចិននាសម័យកាលនោះហេតុអ្វីបានជាលោកជូអិនឡាយមិនអនុញ្ញាតឲ្យខ្មែរក្រហមធ្វើកូដសម្ដេចនរោត្តមសីហនុនៅពេលនោះតកតងនឹងព្រឹត្តិការណ៍នេះយើងមានហេតុផលចម្បង3ចំណុចទី1គឺដោយសារតែចិនចង់រក្សាមុខមាត់នៅលើឆាកអន្តរជាតិនៅពេលនោះចិនគ្រប់គ្រងខ្មែរក្រហមតែបើអនុញ្ញាតឲ្យពួកគេធ្វើកូដសម្ដេចនរោត្តមសីហនុនោះនឹងធ្វើឲ្យចិនបាត់បង់កេរ្តិ៍ឈ្មោះនឹងត្រូវបានប្រទេសដទៃចាត់ប្រកាន់ថាប្រទេសចិនគ្រប់គ្រងរបបសាហាវឃោរឃៅយងខ្នងដូច្នេះហើយបានជាលោកជូអិនឡាយសម្រេចថាត្រូវរក្សាជីវិតសម្ដេចសីហនុដើម្បីបង្ហាញភាពមនុស្សធម៌និងភាពអត់ឱនរបស់ប្រទេសចិនចំណុចទី2គឺដោយសារតែសម្ដេចនរោត្តមសីហនុគឺជាប្រយោជន៍នយោបាយសម្រាប់ប្រទេសចិនប្រើប្រាស់សម្ដេចនរោត្តមសីហនុជាមុខមាត់នយោបាយសម្រាប់រាប់អានកម្ពុជានៅលើឆាកអន្តរជាតិការរក្សាទ្រង់ឲ្យនៅមានជីវិតមានន័យថាចិនអាចបន្តប្រើប្រាស់សម្លេងរបស់ទ្រង់ក្នុងការការពារផលប្រយោជន៍របស់ចិនចំណុចសំខាន់ទី3ចុងក្រោយគឺដោយសារតែមិត្តភាពផ្ទាល់ខ្លួនយូរឆ្នាំរវាងសម្ដេចនរោត្តមសីហនុនិងលោកជូអិនឡាយនិងសម្ដេចនរោត្តមសីហនុមានទំនាក់ទំនងជាមិត្តជិតស្និទ្ធតាំងពីទសវត្សរ៍ឆ្នាំ1950មកម្ល៉េះពួកគាត់តែងតែជួបជុំគ្នាជារឿយៗនៅក្នុងសន្និសីទអន្តរជាតិនិងការចែករំលែកគោលនយោបាយអព្យាក្រឹតដូចគ្នាលោកជូអិនឡាយគោរពសម្ដេចនរោត្តមសីហនុយ៉ាងខ្លាំងហើយមិនអាចទ្រាំឲ្យមិត្តចាស់របស់ខ្លួនត្រូវបានខ្មែរក្រហមសម្លាប់ដោយគ្មានមនុស្សធម៌នោះឡើយបន្ថែមពីនេះលោកជូអិនឡាយគឺជាមនុស្សមានចរិតទន់ភ្លន់និងគោរពជីវិតមនុស្សយោងទៅតាមលោកស្រី Elizabeth Baker Benignan និងឯកសារការទូតរបស់ចិនលោកជូអិនឡាយបានព្រមានដោយផ្ទាល់ចំពោះប៉ុលពតនិងមេដឹកនាំខ្មែរក្រហមជាមួយនឹងសារសង្ខេបយ៉ាងខ្លីថាសម្ដេចសីហនុគឺជាប្រមុខរដ្ឋស្របច្បាប់របស់កម្ពុជាអ្នកត្រូវតែការពារនិងគោរពទ្រង់ព្រះអង្គមានសារៈសំខាន់សម្រាប់ឯកភាពជាតិកម្ពុជានិងសម្រាប់ការតស៊ូប្រឆាំងនឹងចក្រពត្តិនិយមហើយក៏មានកំណត់ត្រាមួយទៀតផងដែរពីការសន្ទនារបស់លោកជូអិនឡាយដែលកត់ត្រាដោយការទូតចិនលោកជូអិនឡាយបានមានប្រសាសន៍ថាកុំប៉ះពាល់សម្ដេចនរោត្តមសីហនុព្រោះទ្រង់គឺជានិមិត្តរូបនៃឯករាជ្យរបស់កម្ពុជានិងជាមិត្តចាស់របស់ចិនហេតុផលទាំងនេះបានជួយសង្គ្រោះជីវិតសម្ដេចនរោត្តមសីហនុពីគ្រោះថ្នាក់ដ៏ធំមួយដោយសារតែភាពជិតស្និទ្ធរបស់លោកជូអិនឡាយជាមួយសម្ដេចនរោត្តមសីហនុនោះសម្ដេចបានរស់រានមានជីវិតរហូតដល់ក្រោយឆ្នាំ1979សម្ដេចនរោត្តមសីហនុទ្រង់បានសគត់នៅក្នុងទីក្រុងប៉េកាំងប្រទេសចិននៅថ្ងៃទី15ខែតុលាឆ្នាំ2012ក្នុងវ័យ89ព្រះវស្សាសូមអញ្ជើញស្ដាប់ការសម្ភាសន៍របស់វិទ្យុអាស៊ីសេរីជាមួយនឹងលោក Nate Sayer អតីតអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទស្សនាវដ្តីសេដ្ឋកិច្ចចុងបូព៌ាដែលលោក Nate Sayer បានសម្ភាសន៍ប៉ុលពតនៅក្នុងឆ្នាំ1997នៅក្នុងតំបន់ឈរជើងរបស់ខ្មែរក្រហមនៅក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យតើប៉ុលពតមានបាននិយាយអំពីសម្ដេចព្រះនរោត្តមសីហនុនៅក្នុងរបបខ្មែរក្រហមដែរឬទេបាទ No, I mean Pol Pot clearly had no use for Sihanouk អត់ទេបាទសម្ដេចព្រះនរោត្តមសីហនុមិនមានភាពចាំបាច់ឡើយសម្រាប់ប៉ុលពតប៉ុលពតគឺជាមនុស្សដែលមានល្បិចកលនៃយុទ្ធសាស្ត្រច្រើនប៉ុលពតបានប្រើប្រាស់រណសិរ្សរួមជាតិដែលជាសត្រូវប្រវត្តិសាស្ត្ររបស់ខ្លួនមកធ្វើជាសម្ព័ន្ធវេទិញក្នុងគោលបំណងដើម្បីដណ្ដើមយកអំណាចប៉ុន្តែនៅពេលដែលប៉ុលពតបានឡើងកាន់អំណាចព្រះអង្គគំវិចចោលរាល់អ្នកដែលចងសម្ព័ន្ធភាពជាមួយនឹងគាត់កាលពីសម័យសង្គ្រាមមុនឆ្នាំ1975សម្ដេចព្រះនរោត្តមសីហនុកាលនោះគឺគ្រាន់តែជាឯកចងមួយតែប៉ុណ្ណោះ
ទ្រង់គ្មានអំណាចហើយក៏មិនបានទទួលការគោរពពីប៉ុលពតពី Power whatsoever, and no respect by Pol Pot at all. ចុះអំពីការឃុំព្រះកាយព្រះអង្គនៅក្នុងព្រះបរមរាជវាំងនោះតើប៉ុលពតមានបាននិយាយអំពីរឿងនៅខ្លះដែរទេបាទ He was under house arrest during that whole period. There was នៅក្នុងរបបខ្មែរក្រហមទ្រង់សៀននោះត្រូវបានឃុំខ្លួនក្នុងព្រះបរមរាជវាំងទំនួលសួរថាហេតុអ្វីបានជាខ្មែរក្រហមមិនធ្វើគាត់ព្រះអង្គនៅក្នុងឆ្នាំ1977នោះក៏ព្រោះតែលោកជូអិនឡាយមេដឹកនាំចិនបានធ្វើអន្តរាគមន៍ដែលសូមឲ្យខ្មែរក្រហមកុំធ្វើគាត់ព្រះអង្គ Khmer Rouge to not actually execute him. បាទលោកអាចបំភ្លឺបានទេថាតើលោកយូអេនឡាយបានដឹងដោយរបៀបណា I'm not sure. ខ្ញុំក៏មិនបានតាំងច្បាស់ដែររឿងនេះ តើលោកនេះបានសួរប៉ុលពតអំពីការចុះចូលរបស់អៀងសារីជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងឆ្នាំ1996ដែរឬទេ There was no question that he was angry with Ieng Sary. ច្បាស់ណាស់ប៉ុលពតមានការខឹងសម្បារនឹងអៀងសេរីជាខ្លាំងហើយបានចាត់ទុកអៀងសេរីថាជាជនក្បត់ជាតិនិងជាអាយ៉ងរបស់វៀតណាមប៉ុន្តែជាទូទៅនៅណាក៏ដោយឲ្យតែប្រឆាំងនឹងប៉ុលពតគឺសុទ្ធតែត្រូវបានចាត់ទុកថាជាជនក្បត់ជាតិហើយជាអាយ៉ងរបស់វៀតណាមតែទាំងអស់នោះយ៉ាងហើយបានជាប៉ុលពតសម្រាប់សុនសេនដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិចោល Killed Sun Zen, the defense minister.